វាចម្បាំងអាមេរិកមានទម្ងន់ប្រហែល 3000 តោន ប្រវែងជិត 130 ម៉ែត្រ និងមានផ្ទុកឧទ្ធម្ភាគចក្រផងនោះ បាននាំនាវិក 100 នាក់ចូលចតនៅកម្ពុជារយៈពេល 5 ថ្ងៃ សូមគោរពនឹងជម្រាបសួរដល់បងប្អូនអំពូមីមីងលោកកំពុងអ្នកម្ដាយលោកយាយលោកតាទាំងអស់គ្នាដែលកំពុងទស្សនាវីដេអូនេះខ្ញុំនៅក្នុង Channel YouTube បូសុគន្ធាថ្ងៃនេះយើងបានជួបគ្នាសារជាថ្មីម្ដងទៀតក្នុងវីដេអូមួយនេះនាងខ្ញុំជម្រាបជូនបងប្អូនទាំងអស់គ្នាអំពីការចូលចតរបស់នាវាចម្បាំងអាមេរិកនៅមូលដ្ឋានសមុទ្ររៀមនៅថ្ងៃសៅរ៍ទី 24 ខែមករាឆ្នាំ 2026 នេះទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP បានចុះផ្សាយអំពីការមកដល់នៃនាវាកងទ័ពជើងទឹកសហរដ្ឋអាមេរិក USS Cincinnati ដែលបានចូលមកចតនៅមូលដ្ឋានសមុទ្ររៀមខេត្តព្រះសីហនុដើម្បីបំពេញទស្សនកិច្ចជាផ្លូវការនៅកម្ពុជារយៈពេល 5 ថ្ងៃការមកដល់នៃនាវាជើងទឹកអាមេរិកទម្ងន់ជិត 3000 តោនមួយនេះបង្ហាញពីការលើកកម្ពស់កិច្ចសហប្រតិបត្តិការយោធាកម្ពុជានិងអាមេរិកដោយការគ្រោងទុកគ្មានអ្វីប្រែប្រួលនាវាចម្បាំងអាមេរិកមួយគ្រឿងព្រមដោយនាវិកប្រមាណ 100 នាក់បានចូលមកដល់សមុទ្រកម្ពុជាការចូលចតនៅមូលដ្ឋានសមុទ្ររៀមមានរយៈពេល 5 ថ្ងៃចាប់ពីថ្ងៃទី 24 ដល់ថ្ងៃទី 28 ខែមករាឆ្នាំ 2026នាវាកងទ័ពជើងទឹកអាមេរិកដែលចូលចតផែសមុទ្ររៀមមានឈ្មោះថា USS Cincinnati LCS-20 នាវានេះមានទម្ងន់ប្រមាណជា 3000 តោនប្រវែង 130 ម៉ែត្រមានផ្ទុកឧទ្ធម្ភាគចក្រនាវាកងទ័ពជើងទឹកអាមេរិកមួយនេះរាប់បានថាជានាវាកងទ័ពជើងទឹកបរទេសដំបូងគេបំផុតដែលធ្វើដំណើរមកកាន់កម្ពុជាសម្រាប់ឆ្នាំ 2026 ដែលដឹកនាំដោយមេបញ្ជាការវរនាវីត្រី Andrew Jericam ដំណើរមកដល់នៃនាវាចម្បាំងអាមេរិកត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្ដៅដោយឧត្តមនាវីត្រីអិនសុខេមរាមេបញ្ជាការរងមូលដ្ឋានសមុទ្ររៀមកងទ័ពជើងទឹកក្នុងឱកាសសម្ចតនៅសមុទ្រកម្ពុជានេះផងដែរកងទ័ពជើងទឹកកម្ពុជានិងអាមេរិកនឹងធ្វើកម្មវិធីវឹកវើរួមគ្នានិងការលេងកីឡាជាមួយគ្នាដើម្បីរឹតចំណងមេត្រីភាពសូមបញ្ជាក់ផងដែរថាទំនាក់ទំនងការទូតរវាងកម្ពុជានិងអាមេរិករហូតមកដល់បច្ចុប្បន្នគឺមានរយៈប្រមាណជាង76ឆ្នាំដោយចាប់ផ្ដើមនៅថ្ងៃទី 11 ខែកក្កដាឆ្នាំ 1950 ក្រោយពេលបញ្ចប់សង្គ្រាមលោកលើកទី 2 ដោយឡែកកងទ័ពជើងទឹកកម្ពុជានិងកងទ័ពជើងទឹកអាមេរិកជានិច្ចកាលបានផ្លាស់ប្ដូរកិច្ចសហប្រតិបត្តិការទៅវិញទៅមកតាមរយៈការវឹកវើនានាការចូលជួបសម្ដែងការគួរសមនិងការជួយឧបត្ថម្ភគាំទ្រផ្សេងៗទៀតចាប់តាំងពីឆ្នាំ 2003 រហូតដល់ឆ្នាំ 2026 នេះនាវាកងទ័ពជើងទឹកសហរដ្ឋអាមេរិកបានចូលសម្ចតបំពេញទស្សនកិច្ចនៅកម្ពុជាសរុបទាំងអស់ចំនួន 31 លើកដោយមាននាវាចំនួន 37 គ្រឿងមន្ត្រីកងទ័ពជើងទឹកកម្ពុជាចាត់ទុកដំណើរទស្សនកិច្ចបង្ហាញអំពីការបដិញ្ញាចិត្តរបស់កម្ពុជាក្នុងការអនុវត្តគោលនយោបាយបើកចំហដំណាភាពនិងសហប្រតិបត្តិការជាមួយដៃគូអន្តរជាតិដើម្បីរួមចំណែកថែរក្សាសន្តិភាពនិងស្ថិរភាពតំបន់កម្ពុជាបន្តគាំទ្រការលើកកម្ពស់សន្តិភាពស្ថិរភាពនិងវិបុលភាពក្នុងតំបន់អាស៊ាននិង Indo-Pacific តាមរយៈកិច្ចសហប្រតិបត្តិការដែលផ្អែកលើការគោរពអធិបតេយ្យភាពនិងច្បាប់អន្តរជាតិមន្ត្រីកងទ័ពជើងទឹកកម្ពុជាអះអាងថាកងទ័ពជើងទឹកកម្ពុជាត្រៀមខ្លួនរួចជាស្រេចក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងទឹកប្រទេសទាំងពីរជាមួយការស្វាគមន៍បន្ថែមទៀតពីសំណាក់នាវាកងទ័ពជើងទឹកនៃសហរដ្ឋអាមេរិកសូមជម្រាបជូនលោកអ្នកនាងផងដែរថាព្រមគ្នានៃការចូលចតរបស់នាវាកងទ័ពជើងទឹកអាមេរិកនាពេលនេះក៏មានដំណើរទស្សនកិច្ចនៅកម្ពុជារបស់មេទ័ពជើងទឹកអាមេរិកនាយឧត្តមនាវី Samuel Paparo មេបញ្ជាការនៃបញ្ជាការដ្ឋាន Indo-Pacific ផងដែរនាវាកងទ័ពជើងទឹកអាមេរិកដែលចូលចតនៅមូលដ្ឋានសមុទ្ររៀមនាពេលនេះជានាវាកងទ័ពជើងទឹករបស់ប្រទេសទី3ហើយដែលបានចូលមកសម្ចតនៅកំពង់ផែសមុទ្ររៀមបន្ទាប់ពីមានការធ្វើទំនើបកម្មនិងសម្ពោធដាក់ឲ្យប្រើប្រាស់កាលពីឆ្នាំ 2025 លើកទី 1 គឺនាវាចម្បាំងរបស់ប្រទេសជប៉ុនលើកទី 2 នាវាចម្បាំងរបស់វៀតណាមនិងលើកទី 3 នេះគឺជានាវាចម្បាំងរបស់សហរដ្ឋអាមេរិកសូមជម្រាបជូនលោកអ្នកនាងផងដែរថាមួយរយៈចុងក្រោយនេះទំនាក់ទំនងកម្ពុជាអាមេរិកកាន់តែប្រសើរឡើងជាវិជ្ជមានជាក់ស្ដែងនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយដែលបានចុះកាលពីថ្ងៃទី 26 ខែតុលាឆ្នាំ 2025 របស់សេតវិមានរដ្ឋបាលក្រុងវ៉ាស៊ីនតោនបានលុបចោលនៅបម្រាមនៃការលក់សព្វាវុធមកឲ្យកម្ពុជាហើយភាគីទាំងពីរបានព្រមព្រៀងគ្នាថានឹងរៀបចំសមយុទ្ធឆ្មាំអង្គរឡើងវិញក្រោយអាក់ខានអស់រយៈពេលជិត10ឆ្នាំមិនត្រឹមតែប៉ុណ្ណោះសេតវិមានបានបន្ថែមថាសហរដ្ឋអាមេរិកនឹងបង្កើនកៅអីឲ្យសិស្សនិស្សិតខ្មែរទៅសិក្សាជំនាញកងទ័ពនៅសាលាបណ្ឌិតយោធាអាមេរិកមួយចំនួនទៀតដូចជាបណ្ឌិតសភាយោធាជើងគោក West Point និងបណ្ឌិតសភាទ័ពអាកាស Air Force Academy
លទ្ធផលដ៏ពិសេសនេះកើតឡើងក្រោយជំនួបលើកដំបូងរវាងប្រមុខរដ្ឋាភិបាលកម្ពុជាសម្ដេចហ៊ុនម៉ាណែតនិងប្រធានាធិបតីនៃសហរដ្ឋអាមេរិកលោក Donald Trump នៅក្រៅក្របខ័ណ្ឌនៃកិច្ចប្រជុំកំពូលអាស៊ានកាលពីថ្ងៃទី26 ខែតុលាឆ្នាំ2025សហរដ្ឋអាមេរិកនឹងដកបំរាមលើការលក់អាវុធមកឲ្យកម្ពុជាដោយលើកហេតុផលថាកម្ពុជាយកចិត្តទុកដាក់ខ្លាំងលើការកសាងសន្តិភាពនិងសន្តិសុខមួយវិញទៀតភាគីទាំងពីរយល់ព្រមថានឹងរៀបចំសមយុទ្ធឆ្មាំអង្គរជាមួយគ្នាបន្ទាប់ពីលំហាត់សិក្សាសមយុទ្ធមួយនេះធ្វើលើកចុងក្រោយតាំងតែពីឆ្នាំ2017មកម្លេះនៅគ្រានោះសេចក្តីប្រកាសព័ត៌មានរបស់សេតវិមានដដែលបញ្ជាក់ថាកម្ពុជានិងអាមេរិកថែមទាំងបានយល់ព្រមពង្រីកកិច្ចសហប្រតិបត្តិការលើការប្រយុទ្ធប្រឆាំងក្រុមជួញដូរគ្រឿងញៀនពិសេសគឺបង្ក្រាបឧក្រិដ្ឋកម្មអនឡាញដែលឆបោកពលរដ្ឋអាមេរិកអស់ប្រមាណ$10,000 លានទៀតផងទំនាក់ទំនងរវាងកម្ពុជានិងសហរដ្ឋអាមេរិកបានឈានចូលដល់របត់ថ្មីមួយដែលប្រសើរជាងមុនខណៈដែលកម្ពុជានៅតែបង្ហាញជំហរមិនតូទន់ឬលំអៀងទៅមហាអំណាចណាមួយឡើយសង្ឃឹមថាភាពចាស់ទុំនិងប័ណ្ណពិសោធន៍យូរឆ្នាំនៃការទូតរបស់កម្ពុជានឹងធ្វើឲ្យទំនាក់ទំនងកម្ពុជាអាមេរិកនៅតែជាទំនាក់ទំនងស៊ីជម្ពូមុននឹងបញ្ចប់វីដេអូមួយនេះនាងខ្ញុំមាននៅវិចារណកថាចំនួន3ពីបងប្រុសឡាំឡៃជូនដល់បងប្អូនទាំងអស់គ្នាផងដែរដែលវិចារណកថាទី1គឺលើកឡើងអំពីភាពឈឺចាប់ដែលថៃបង្រៀនកម្ពុជាគឺកម្ពុជាមិនអាចខ្សោយបានទី2ជួយជាតិត្រូវជួយតាមជំនាញនិងវិចារណកថាទី3គឺចំណងជើងថាបោសផ្ទះឲ្យស្អាតសង់របងឲ្យមាំនាងខ្ញុំសូមជូននៅខ្លឹមសារនៃវិចារណកថាទី1ដែលសរសេរឡើងដោយបងប្រុសឡាំឡៃចុងប៊ិចអង្គរភាពឈឺចាប់ដែលថៃបង្រៀនគឺកម្ពុជាមិនអាចខ្សោយបានប្រវត្តិសាស្ត្រគឺជាកញ្ចក់ឆ្លុះបញ្ចាំងអំពីការពិតដ៏ក្រូតក្រៀតហើយសម្រាប់កម្ពុជាកញ្ចក់ដែលឆ្លុះទៅទិសខាងលិចតែងតែបង្ហាញនូវរូបភាពនៃភាពឈឺចាប់និងមេរៀនដ៏ជូរចត់ជាច្រើនសតវត្សរ៍មកហើយចាប់តាំងពីសម័យក្រោយអង្គររហូតដល់ព្រឹត្តិការណ៍ភ្នំខ្មោចឆ្នាំ1979និងវិវាទប្រាសាទព្រះវិហារឆ្នាំ2008មេរៀនតែមួយគត់ដែលប្រទេសជិតខាងមួយនេះបង្រៀនកម្ពុជាគឺកាលណាខ្មែរខ្សោយខ្មែរនឹងត្រូវគេជំរុញឲ្យធ្លាក់ទឹកបំពេញដីធ្លីនិងបង្កប់ដោយគំនុំបើយើងក្រឡេកទៅមើលអតីតកាលបន្ទាប់ពីចក្រភពអង្គរដ៏រុងរឿងបានចុះអន្ថយនគរសៀមប្រើប្រាស់គ្រប់យុទ្ធសាស្ត្រដើម្បីលេបត្របាក់ទឹកដីខ្មែរខេត្តខ្មែរជាច្រើនដូចជាបាត់ដំបងសៀមរាបចន្ទបុរីនិងទឹកដីភាគខាងលិចដទៃទៀតធ្លាប់ត្រូវបានគេរំលោភយកតាមរយៈកម្លាំងទ័ពនិងល្បិចកលនយោបាយភាពឈឺចាប់ដែលបុព្វបុរសយើងបានឆ្លងកាត់មិនត្រឹមតែជាការបាត់បង់ដីធ្លីប៉ុណ្ណោះទេប៉ុន្តែគឺជាការមើលងាយចំពោះអធិបតេយ្យជាតិខ្មែរដែលកាលនោះស្ថិតក្នុងស្ថានភាពបែកបាក់ផ្ទៃក្នុងនិងទន់ខ្សោយផ្នែកយោធាមេរៀនដែលច្បាស់បំផុតនិងខ្លោចសារបំផុតគឺព្រឹត្តិការណ៍នៅភ្នំខ្មោចឬតំបន់ប្រាសាទព្រះវិហារក្នុងឆ្នាំ1979នៅពេលដែលកម្ពុជាទើបតែងើបពីរបបប្រល័យពូជសាសន៍ប៉ុលពតក្នុងស្ថានភាពដែលរដ្ឋាភិបាលមិនទាន់រឹងមាំនិងប្រជាជនកំពុងតែស្រេកឃ្លានភាគីថៃបានបង្ហាញនូវភាពគ្មានមេត្តាធម៌ដោយបានភ្ជង់កំភ្លើងបង្ខំជនភៀសខ្លួនខ្មែររាប់ម៉ឺននាក់ឲ្យដើរចូលទៅក្នុងចំការមីននិងបាញ់សម្លាប់ទម្លាក់ពីលើច្រាំងថ្មចោតហេតុផលនៅពីក្រោយអំពើឃោរឃៅនេះដោយដែលលោកបណ្ឌិតអ៊ិនសុផលបានលើកឡើងគឺគ្រាន់តែដើម្បីសងសឹកដែលខ្មែរឈ្នះក្តីប្រាសាទព្រះវិហារកាលពីឆ្នាំ1962នេះសបញ្ជាក់ឲ្យឃើញថាទោះបីក្នុងគ្រាដែលមនុស្សជាតិត្រូវការសេចក្តីមេត្តាដ៏ក្រាស់ក្រៃបំផុតក៏គេមិនរំលងនៅគំនុំសងសឹកលើជាតិសាសន៍ដែលទន់ខ្សោយជាងខ្លួនដែរភាពឈឺចាប់ដែលកម្ពុជាទទួលបានពីការរំលោភបំពានដីធ្លីនិងការសម្លាប់រង្គាលពីសំណាក់ប្រទេសជិតខាងបានក្លាយជាកម្លាំងចលករដ៏សំខាន់ដែលដាស់តឿនកូនខ្មែរគ្រប់រូបថាសន្តិភាពនិងឯករាជ្យភាពមិនមែនបានមកដោយការសុំមេត្តាពីអ្នកដទៃទេប៉ុន្តែបានមកពីភាពខ្លាំងរបស់ខ្លួនឯងដើម្បីកុំឲ្យប្រវត្តិសាស្ត្រច្រាំដែលយើងត្រូវតែពង្រឹងខ្លួនឯងលើវិស័យសំខាន់ទី1សាមគ្គីភាពផ្ទៃក្នុងការបែកបាក់ផ្ទៃក្នុងគឺជាច្រកទ្វារដែលបើកឲ្យសត្រូវចូលមកជន់ឈ្លីបើខ្មែរមិនឆ្លោះគ្នាគេមិនអាចបំបែកយើងបានទេទី2សេដ្ឋកិច្ចរឹងមាំប្រទេសដែលមានសេដ្ឋកិច្ចខ្លាំងមានឯករាជ្យភាពផ្នែកថវិកាជាប្រទេសដែលមានសម្លេងនៅលើឆាកអន្តរជាតិនិងមានសមត្ថភាពការពារខ្លួនវិស័យការពារជាតិទំនើបកងទ័ពដែលខ្លាំងនិងមានបច្ចេកវិទ្យាទំនើបគឺជាខែលការពារដ៏រឹងមាំដែលធ្វើឲ្យអ្នកជិតខាងមិនហ៊ានមើលងាយឬមានបំណងឈ្លានពានតាមអំពើចិត្តឡើយចំណុចទី4ចំណេះដឹងប្រវត្តិសាស្ត្រកូនខ្មែរត្រូវស្គាល់ប្រវត្តិសាស្ត្រឲ្យច្បាស់ដើម្បីកុំឲ្យគេបោកបញ្ឆោតឬបំភាន់ការពិតនៃភាពឈឺចាប់ដែលបុព្វបុរសបានហែលឆ្លងជាសរុបមកភាពឈឺចាប់ដែលថៃបង្រៀនកម្ពុជាក្នុងប្រវត្តិសាស្ត្រគឺជាឱសថដ៏ពូកែស័ក្តិសិទ្ធិសម្រាប់ដាស់ស្មារតីជាតិនិយមយើងមិនមែនចងចិត្តចិញ្ចឹមគំនុំដើម្បីបង្កសង្គ្រាមអ្វីនោះទេ
ប៉ុន្តែសូមចងចាំនៅភាពឈឺចាប់ដើម្បីកុំឲ្យខ្លួនឯងទន់ខ្សោយកម្ពុជាត្រូវតែខ្លាំងត្រូវតែរីកចម្រើននិងត្រូវតែរឹងមាំដើម្បីធានាថាភ្នំខ្មោចថ្មីនឹងមិនកើតមានទៀតឡើយហើយរាល់សង់ទីម៉ែត្រនៃដីខ្មែរនឹងត្រូវបានការពារដោយមោទនភាពនិងភាពថ្លៃថ្នូរជាអមតៈបងប្អូនទាំងអស់គ្នាក្រៅអំពីវិចារណកថាមួយនេះនឹងខ្ញុំសូមបន្តទៅខ្លឹមសារវិចារណកថាទី2ដែលមានចំណងជើងថាជួយជាតិជួយតាមជំនាញក្នុងដំណើរដ៏វែងឆ្ងាយនៃប្រវត្តិសាស្ត្រខ្មែរមេរៀនដ៏មានតម្លៃបំផុតដែលបុព្វបុរសបានបន្សល់ទុកឲ្យកូនចៅជំនាន់ក្រោយគឺមិនមែនត្រឹមតែជាប្រាសាទថ្មដ៏អស្ចារ្យនោះទេប៉ុន្តែជាស្មារតីជួយជាតិត្រូវជួយតាមជំនាញការកសាងជាតិមួយឲ្យរឹងមាំមិនអាចពឹងផ្អែកលើមនុស្សតែម្នាក់ឬក្រុមតែមួយនោះទេប៉ុន្តែវាទាមទារនូវការរួមផ្សំគ្នានៃចំណេះដឹងជំនាញនិងបេះដូងស្នេហាជាតិពីគ្រប់មជ្ឈដ្ឋានដើម្បីរុញច្រាននាវាកម្ពុជាឲ្យឆ្ពោះទៅរកត្រើយសុភមង្គលបើក្រឡេកទៅមើលសម័យកាលមហានគរដែលជាយុគសម័យដ៏រុងរឿងបំផុតរបស់ខ្មែរភាពខ្លាំងដែលធ្វើឲ្យពិភពលោកកោតសរសើរកើតចេញពីការប្រើប្រាស់ជំនាញច្បាស់លាស់រៀងៗស្ថាបត្យករប្រើជំនាញគូសវាស់វែងបញ្ញវន្តប្រើជំនាញអក្សរសាស្ត្រនិងទស្សនវិជ្ជាមេតបប្រើជំនាញយុទ្ធសាស្ត្រការពារទឹកដីហើយកសិករប្រើជំនាញកសិកម្មដើម្បីផ្គត់ផ្គង់ស្បៀងដល់អាណាចក្រទាំងមូលការដែលថ្មរាប់លានដុំអាចតម្រៀបគ្នាជាប្រាសាទអង្គរដ៏អស្ចារ្យបានក៏ដោយសារតែខ្មែរជំនាន់នោះចេះបែងចែកតួនាទីនិងប្រើប្រាស់ឯកទេសរៀងៗខ្លួនមកបម្រើឧត្តមប្រយោជន៍រួមឈានចូលមកដល់សម័យសង្គមរាស្ត្រនិយមស្មារតីរួបរวมគ្នាកាន់តែស្ដែងឡើងច្បាស់ក្រោមព្រះរាជកិច្ចដឹកនាំរបស់ព្រះបរមរតនកោដ្ឋវាគឺជាសម័យកាលដែលពលរដ្ឋគ្រប់រូបចាប់ពីកម្មករកសិកររហូតដល់មន្ត្រីរាជការបានរួមគ្នាស្ថាបនាប្រទេសឡើងវិញក្រោយទទួលបានឯករាជ្យសាលារៀនមន្ទីរពេទ្យរោងចក្រត្រូវបានសង់ឡើងតាមរយៈកម្លាំងសាមគ្គីជាតិដែលម្នាក់ៗបានបរិច្ចាគទាំងកម្លាំងកាយចិត្តនិងជំនាញបច្ចេកទេសដើម្បីប្រែក្លាយកម្ពុជាទៅជាកោះសន្តិភាពនិងជាត្បូងពេជ្រនៃអាស៊ីអាគ្នេយ៍នាគ្រានោះក្រោយឆ្លងកាត់ភ្នក់ភ្លើងសង្គ្រាមស៊ីវិលដ៏រ៉ាំរ៉ៃសន្តិភាពដែលយើងមានសពថ្ងៃក៏មិនមែនកើតឡើងដោយចៃដន្យដែរប៉ុន្តែវាជាលទ្ធផលនៃនយោបាយឈ្នះឈ្នះនេះជាកំពូលនៃជំនាញចរចានិងការបង្រួបបង្រួមជាតិដែលបានកែប្រែពីការប្រើអាវុធដាក់គ្នាមកជាការប្រើបញ្ញានិងការយោគយល់ដើម្បីសន្តិភាពការរួបរวมជាតិនៅក្រោមដំបូលតែមួយនេះហើយដែលប្រែក្លាយទៅជាគ្រឹះយ៉ាងរឹងមាំឲ្យយើងមានឱកាសប្រើប្រាស់ជំនាញរៀងៗខ្លួនមកកសាងប្រទេសពីបាតដៃទទេរហូតមានការរីកចម្រើនដូចសពថ្ងៃសម្លឹងទៅរកកម្ពុជានាពេលអនាគតក្នុងយុគសម័យ Digital និងការប្រកួតប្រជែងជាសកលកាតព្វកិច្ចជួយជាតិជួយតាមជំនាញកាន់តែមានសារៈសំខាន់ទ្វេដងកម្ពុជាមិនត្រូវការឲ្យមនុស្សគ្រប់គ្នាធ្វើការងារដូចគ្នាតែមួយមុខទេប៉ុន្តែកម្ពុជាត្រូវការបញ្ញវន្តនិងអ្នកបច្ចេកវិទ្យាដែលប្រើចំណេះដឹងថ្មីៗធ្វើទំនើបកម្មសេដ្ឋកិច្ចកម្ពុជាត្រូវការសិល្បករនិងអ្នកអក្សរសាស្ត្រដែលប្រើទេពកោសល្យមកថែរក្សានិងលើកតម្កើងព្រលឹងវប្បធម៌ជាតិកម្ពុជាត្រូវការអាជីវករនិងសហគ្រិនដែលប្រើភាពឆ្លាតវៃមកបង្កើតការងារនិងពង្រឹងសេដ្ឋកិច្ចគ្រួសារនិងសង្គមយុវជនដែលប្រើធម៌ពលនិងការរៀនសូត្រដើម្បីក្លាយជាសសរដ៏រឹងមាំនៃប្រទេសជាតិរួមសេចក្តីមកមិនថាអ្នកជាគ្រូបង្រៀនគ្រូពេទ្យវិស្វករកសិករឬជាកម្មករទេបើអ្នកធ្វើការងាររបស់អ្នកដោយវិជ្ជាជីវៈដោយភាពស្មោះត្រង់និងដោយគុណភាពនោះហើយគឺជាការជួយជាតិដ៏ពិតប្រាកដប្រវត្តិសាស្ត្របានបង្ហាញហើយថាខ្មែរខ្លាំងដោយសារខ្មែរចេះដឹងខ្មែរខ្លាំងដោយសារខ្មែរសាមគ្គីនិងខ្មែរខ្លាំងដោយសារខ្មែរម្នាក់ៗបំពេញតួនាទីខ្លួនបានយ៉ាងល្អបំផុតចូលយើងរួមគ្នាបន្តវេនស្មារតីនេះដើម្បីកសាងមហានគរខ្មែរនាពេលអនាគតឲ្យកាន់តែរុងរឿងនិងរឹងមាំជានិរន្តរ៍វិចារណកថាដោយប្អូនប្រុសឡាំឡាយចុងប៊ិចអង្គរវិចារណកថាទី3ចុងក្រោយបោសផ្ទះឲ្យស្អាតសង់របងឲ្យមាំបោសផ្ទះឲ្យស្អាតសង់របងឲ្យមាំឃ្លានេះមិនមែនគ្រាន់តែជាការរៀបចំលំនៅឋានបែបធម្មតានោះទេប៉ុន្តែវាគឺជាយុទ្ធសាស្ត្រនយោបាយនិងសង្គមដ៏ស៊ីជម្រៅបើផ្ទះយើងស្អាតយើងរស់នៅមានកិត្តិយសនិងសុភមង្គលហើយបើរបងយើងមាំសត្រូវឬបញ្ហាពីខាងក្រៅក៏មិនអាចមកបំពានយើងបានដោយងាយដែរការបោសផ្ទះឲ្យស្អាតការកែតម្រង់និងរៀបចំផ្ទៃក្នុងការបោសផ្ទះសម្រាប់កម្ពុជានាពេលនេះគឺសំដៅលើការធ្វើកំណែតម្រង់ផ្ទៃក្នុងឲ្យកាន់តែស៊ីជម្រៅនិងស្អាតស្អំផ្ទះមួយដែលស្អាតគឺជាផ្ទះដែលគ្មានសម្រាមនៃអំពើពុករលួយគ្មានភាពអយុត្តិធម៌សង្គមនិងគ្មានការបែកបាក់
យើងត្រូវបោះសម្អាតនៅរាល់ភាពអសកម្មក្នុងប្រព័ន្ធរដ្ឋបាលសាធារណៈដើម្បីឲ្យពលរដ្ឋមានទំនុកចិត្តនិងរស់នៅក្រោមដំបូលច្បាប់តែមួយដោយភាពកក់ក្ដៅលើពីនេះការបោសផ្ទះក៏មានន័យដល់ការរៀបចំសណ្ដាប់ធ្នាប់សង្គមនិងបរិស្ថានព្រមទាំងសីលធម៌រស់នៅពេលដែលកម្ពុជាមានភាពស្អាតបាតចាប់ពីទីក្រុងរហូតដល់ជនបទវានឹងទាក់ទាញមិត្តភ័ក្តិនិងអ្នកវិនិយោគឲ្យមកលេងផ្ទះយើងដោយភាពពេញចិត្តផ្ទះដែលស្អាតជាផ្ទះដែលបង្ហាញពីភាពថ្លៃថ្នូរនិងការចេះដឹងរបស់ម្ចាស់ផ្ទះដែលធ្វើឲ្យអ្នកដទៃមើលមកដោយការគោរពការសង់របងឲ្យមាំការពង្រឹងចំណេះដឹងនិងភាពខ្លាំងក្រោយពេលដែលក្នុងផ្ទះមានរបៀបរៀបរយហើយកិច្ចការដែលមិនអាចខ្វះបានគឺការសង់របងក្នុងបរិបទថ្មីនេះរបងរបស់កម្ពុជាមិនមែនត្រឹមតែជាខ្សែត្រៀមជួរមុខឬកម្លាំងទ័ពទេប៉ុន្តែគឺជារបងចំណេះដឹងនិងរបងសេដ្ឋកិច្ចរបងចំណេះដឹងការវិនិយោគលើធនធានមនុស្សគឺជាការសង់របងដែលមាំបំផុតប្រសិនបើពលរដ្ឋខ្មែរជាពិសេសយុវជនមានចំណេះដឹងខ្ពស់មានជំនាញច្បាស់លាស់និងមានស្មារតីស្នេហាជាតិនោះគ្មានការបំភាន់ឬល្បិចកលខាងក្រៅណាមួយមកបោកបញ្ឆោតឬបំបែកបំបាក់ខ្មែរបានឡើយចំណេះដឹងគឺជាអាវក្រោះដែលការពារជាតិពីការលេបត្របាក់ផ្នែកសេដ្ឋកិច្ចនិងវប្បធម៌របងសន្តិសុខនិងភាពខ្លាំងកម្ពុជាត្រូវតែពង្រឹងវិស័យការពារជាតិឲ្យទំនើបនិងមានឥទ្ធិពលដើម្បីធានាថារបងព្រំដែនរបស់យើងត្រូវបានការពារយ៉ាងខ្ជាប់ខ្ជួនភាពខ្លាំងខាងយោធានិងការទូតពហុភាគីជាខ្សែការពារដ៏រឹងមាំដែលធ្វើឲ្យអ្នកជិតខាងនិងមហាអំណាចមិនអាចមើលរំលងអធិបតេយ្យភាពរបស់យើងបានការផ្សារភ្ជាប់រវាងផ្ទះនិងរបងមេរៀនប្រវត្តិសាស្ត្របង្រៀនយើងថាកាលណាផ្ទះយើងមិនស្អាតមានចំនួនផ្ទៃក្នុងទោះរបងរឹងមាំប៉ុណ្ណាក៏គង់តែរលាយផ្ទុយទៅវិញបើផ្ទះយើងស្អាតតែរបងយើងខ្សោយគ្មានចំណេះដឹងនិងភាពខ្លាំងគេនឹងបំពេញយកទ្រព្យសម្បត្តិក្នុងផ្ទះយើងតាមតែអំពើចិត្តដូចនេះដំណើរទៅមុខរបស់កម្ពុជាត្រូវប្រកាន់ខ្ជាប់គោលការណ៍ទាំងពីរក្នុងពេលតែមួយយើងម្នាក់ជាអ្នកបោសផ្ទះតាមរយៈការបំពេញតួនាទីរៀងៗខ្លួនឲ្យបានល្អស្អាតស្អំនិងជាអ្នកសង់របងតាមរយៈការខិតខំក្រេបជញ្ជក់ចំណេះដឹងនិងពង្រឹងសមត្ថភាពឲ្យកាន់តែខ្លាំងងាយបោសផ្ទះឲ្យស្អាតសង់របងឲ្យមាំជាដង្ហើមនៃសន្តិភាពនិងការអភិវឌ្ឍយូរអង្វែងនៅពេលកម្ពុជាមានភាពស្អាតបាតពីខាងក្នុងនិងមានភាពរឹងមាំពីខាងក្រៅនោះមហានគរខ្មែរនឹងវិលត្រឡប់មកវិញក្នុងរូបភាពថ្មីមួយដែលពោរពេញដោយមោទនភាពរុងរឿងនិងការគោរពកោតសរសើរពីសកលលោកទាំងមូលវិចារណកថាដោយប្អូនប្រុសឡាំឡាយចុងបិចអង្គរអានជូនដោយនាងខ្ញុំបូសុគន្ធាបងប្អូនទាំងអស់គ្នានៅមានវិចារណកថាដ៏ល្អមួយទៀតប៉ុន្តែរៀងខ្លីទេនាងខ្ញុំគិតថានឹងអានបន្ថែមជូនបងប្អូនទាំងអស់គ្នាមុននឹងលាពីវីដេអូនេះដោយវិចារណកថាខ្លីនេះមានចំណងជើងថាជំងឺសង្គម3យ៉ាងភាពខ្លាំងឬភាពទន់ខ្សោយនៃប្រជាជាតិមួយមិនមែនអាស្រ័យទៅលើធនធានធម្មជាតិឬអាវុធយុទ្ធភ័ណ្ឌនោះទេប៉ុន្តែវាអាស្រ័យទៅលើសុខភាពនៃស្មារតីរបស់ប្រជាជនក្នុងសង្គមនោះប្រសិនបើកោសិកានៃសង្គមត្រូវបានវាយលុកដោយជំងឺមហារីកស្មារតី3យ៉ាងគឺភាពខ្ជិលច្រអូសវប្បធម៌ដោះសារទម្លាក់កំហុសនិងចរិតចង់តែឈ្នះនោះប្រទេសជាតិនឹងធ្លាក់ក្នុងស្ថានភាពទ្រុឌទ្រោមដែលពិបាកនឹងរកថ្នាំព្យាបាលបំផុត1ភាពខ្ជិលច្រអូសមេរោគសម្លាប់ផលិតភាពនិងការច្នៃប្រឌិតភាពខ្ជិលច្រអូសមិនមែនគ្រាន់តែជាការមិនចង់ធ្វើការងារប៉ុណ្ណោះទេប៉ុន្តែវាគឺជាការបាត់បង់មហិច្ឆតានិងការស្កប់ស្កល់ក្នុងភាពទន់ខ្សោយនៅពេលដែលសមាជិកក្នុងសង្គមម្នាក់រងចាំតែសំណាងរងចាំតែជំនួយឬធ្វើការងារគ្រាន់តែឲ្យរួចពីដៃនោះកម្លាំងផលិតកម្មជាតិនឹងត្រូវជាប់គាំងភាពខ្ជិលនាំឲ្យបាត់បង់តុល្យភាពរវាងការប្រើប្រាស់និងការផលិតសង្គមដែលពោរពេញដោយមនុស្សខ្ជិលនឹងក្លាយជាសង្គមដែលពឹងផ្អែកលើដង្ហើមអ្នកដទៃដែលជាចំណុចចាប់ផ្ដើមនៃភាពជារាជបម្រើគេ2ការឈ្លោះទម្លាក់កំហុសនិងការដោះសារវប្បធម៌មិនទទួលខុសត្រូវនេះគឺជាជំងឺដ៏កាចសាហាវដែលបំផ្លាញរាល់ដំណោះស្រាយក្នុងសង្គមដែលមានជំងឺនេះមនុស្សមិនចំណាយពេលរកវិធីសាស្ត្រដើម្បីដើរទៅមុខឡើយប៉ុន្តែបែរជាចំណាយពេលវេលារកលេសដើម្បីដោះស្រាយចំពោះបរាជ័យរបស់ខ្លួនការទម្លាក់កំហុសដាក់គ្នាបង្កើតឲ្យមានការបែកបាក់និងការឈ្លោះប្រកែកដែលគ្មានទីបញ្ចប់កាលណាមនុស្សម្នាក់មិនហ៊ានទទួលខុសត្រូវចំពោះទង្វើខ្លួននោះការកែតម្រង់និងការរៀនសូត្រពីកំហុសនឹងមិនអាចកើតមានបានឡើយវាគឺជាការដើរថយក្រោយក្នុងវាលវត្តនៃបញ្ហាដដែល3ការចង់តែឈ្នះអស្មិមានះរបាំងនៃភាពសាមគ្គីនិងបញ្ញាជំងឺដែលចង់តែឈ្នះឬការពារខ្លួនឯងជាធំបានបំផ្លាញស្មារតីនៃការសហការនិងការបើកចិត្តទទួលយកការពិតមនុស្សដែលចង់តែឈ្នះនិងមិនស្ដាប់យោបល់នរណាសោះឡើយហើយតែងតែមើលរំលងផលប្រយោជន៍រួមដើម្បីតែភាពត្រឹមត្រូវផ្ទាល់ខ្លួនឬក៏ក្រុមរបស់ខ្លួនឯងតែប៉ុណ្ណោះ
ជំងឺនេះបង្កើតឲ្យមានបរិយាកាសពុលដែលរារាំងនៅការរួបរวมជាតិក្នុងសង្គមបែបនេះជ័យជំនះបុគ្គលត្រូវបានគេឲ្យតម្លៃលើសអំពីវឌ្ឍនភាពរួមដែលជាហេតុធ្វើឲ្យផ្ទៃក្នុងរង្គោះរង្គើនិងងាយរងការបំបែកពីខាងក្រៅមេរៀនពីជប៉ុននិងចិនថ្នាំព្យាបាលដ៏ស័ក្តិសិទ្ធិដើម្បីឆ្លុះបញ្ចាំងពីគ្រោះថ្នាក់នៃជំងឺទាំង3យើងគួរក្រឡេកមើលប្រវត្តិសាស្ត្រនៃប្រទេសជិតខាងជប៉ុនក្រោយសង្គ្រាមលោកលើកទី2ជប៉ុនស្ថិតក្នុងគំនរបែកបាក់ប៉ុន្តែអ្វីដែលគេធ្វើឲ្យប្រទេសជាតិងើបឈរមកបានគឺស្មារតីកៃសិនឬការអភិវឌ្ឍមិនឈប់ឈរជប៉ុនបានសម្លាប់ភាពខ្ជិលដោយការខិតខំធ្វើការលើសកម្លាំង overwork សម្រាប់ការដោះសារដោយការបន្ទាបខ្លួនទទួលកំហុសនិងសម្រាប់ការចង់តែឈ្នះផ្ទាល់ខ្លួនដោយការដាក់ផលប្រយោជន៍ជាតិលើសអ្វីៗទាំងអស់មេរៀនពីប្រទេសចិនពីប្រទេសដែលធ្លាប់រងការមាក់ងាយថាជាអ្នកជំងឺនៅអាស៊ីនិងរងការជន់ឈ្លីពីមហាអំណាចអស់រាប់រយឆ្នាំចិនបានប្រើប្រាស់ភាពឈឺចាប់មកជាកម្លាំងចលករគេឈប់ឆ្លោះគ្នាកាត់បន្ថយការដោះសារហើយផ្ដោតលើការកសាងសមត្ថភាពពិតប្រាកដចិនបានបង្ហាញឲ្យយើងឃើញថាការងើបចេញពីភាពក្រីក្រនិងការមើលងាយមិនមែនប្រើតែសម្ដីទេប៉ុន្តែគឺប្រើលទ្ធផលនៃការងារនិងវិន័យដែកប្រសិនបើកម្ពុជាចង់ឈានទៅរកអនាគតដ៏រុងរឿងយើងម្នាក់ៗត្រូវតែធ្វើជាគ្រូពេទ្យដើម្បីព្យាបាលជំងឺទាំង3ចេញពីខ្លួនឯងនិងសង្គមយើងត្រូវជំនួសភាពខ្ជិលដោយប្រឹងធ្វើការងារជំនួសការដោះសារដោយការទទួលខុសត្រូវជំនួសការចង់តែឈ្នះដោយស្មារតីរួមនិងបន្ទាបខ្លួនរៀនសូត្រជានិច្ចថ្នាំព្យាបាលដ៏ល្អបំផុតគឺការមានមនសិការថាភាពខ្លាំងរបស់ជាតិចាប់ផ្ដើមពីភាពរឹងមាំនៃស្មារតីនិងវិន័យរបស់ពលរដ្ឋម្នាក់ៗបើមិនកម្ចាត់ជំងឺទាំង3នេះចេញទេទោះបីជាមានធនធានច្រើនប៉ុណ្ណាក៏យើងនៅតែជាជាតិសាសន៍ដែលទុនខ្សោយជាងគេជារៀងរហូតទៅវិចារណកថាដោយបងប្រុសឡាំឡាយចុងបិចអង្គរអរគុណដល់បងប្អូនទាំងអស់គ្នាដែលបានទស្សនាវីដេអូនេះតាំងពីដើមរហូតដល់ចប់អធិស្ឋានរាល់កំហុសឆ្គងដែលកើតមានឡើងប្រសិនបើការអានមានចំណុចឬប្រការណាមួយលើសលួសសូមបងប្អូនទាំងអស់គ្នាកែតម្រូវដោយក្តីមេត្តាអរគុណចំពោះការទស្សនាជូនពរលោកអ្នកមានសុខសុភមង្គលខណៈនេះនាងខ្ញុំបូសុគន្ធាសូមអរគុណនិងសូមជម្រាបលា